ជម្រាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមក record វីដេអូមួយដែលនិយាយពីការ install ទៅលើ web server មួយដែល web server Nginx ដែលដំបូងចូលទៅកាន់ instance EC2 នៅក្នុង AWS មួយសិនដែលចូលទៅកាន់ instance ហើយ click លើ instance ហ្នឹងហើយមើលកន្លែង connect នេះយើង copy ទៅលើ SSH ដែលយើង remote តាមរយៈ terminal ទៅហើយ copy យើងបើក terminalដល់ពេលដែលយើងចូលដល់ក្នុងហ្នឹងហើយយើងបើ comment ទៅការ install ទៅលើ Nginx ទៅតែមុននឹង install យើងធ្វើការ upgrade វាសិនដល់ពេលដែលយើង upgrade អស់ហើយយើងបើ comment install ទៅលើ Nginx មកទៅនេះគឺมัน install Nginx ហើយនៅពេលដែលយើង install ហើយយើងទៅ enable វាសិនយើងប្រើ command sudo system ctl ពេលយើង enable វាហើយយើង check status មើលថាតើ Nginx ហ្នឹងគឺវា active នៅយើងប្រើ sudo system ctl status Nginx នេះគឺ Nginx របស់យើងគឺវា active ហើយវាកំពុងតែ running ហើយនៅពេលដែលយើងចឹងហើយយើងសាកទៅលើ hosting ទៅលើ HTML file មួយដែលយើងត្រូវការ copy HTML file ហ្នឹងចូលទៅកាន់location ដែល Nginx វានឹងវាមាននៅក្នុង var wb dong ហើយនឹង HTML ដែល copy ហ្នឹងយើងចូលតាម copy តាមរយៈ filezilla ដែលជាដំបូងយើងត្រូវការទៅបង្កើត site មួយហើយយើងទៅ copy ទៅលើ IP ដែលបានមកពីpublic IP របស់នៅក្នុង EC2 របស់យើងហ្នឹងហើយចូលមកដាក់ក្នុងហ្នឹងពេលដែល copy ដាក់ចូលទៅគឺនេះគឺជាខាងនេះគឺជាផ្នែកនៃ machine view បន្ទូនៅក្នុងបន្ទូ server ដែលនៅលើ Amazon Web Service របស់យើងហ្នឹងហើយយើងចូលទៅកាន់ folder root ហើយចូលទៅកាន់ var wb dong ហើយ html នេះនៅក្នុង file html មួយហ្នឹងគឺវាមាន file index របស់វាមួយដែលជា file បោះស្រាប់បោះ Nginx ហ្នឹងដល់ពេលដែលយើង install មកតែយើងចង់បាន file របស់យើងចូលទៅកាន់ file របស់យើងមកយើង copy file យើងដាក់file ទុកនៅនេះ copy index នេះដាក់ចូលនេះ index នេះវាចូលហើយយើងសាកទៅ list មើលក្នុងនេះមកlist var slash wb dong slash html នេះ file index html ហ្នឹងគឺវានៅក្នុងហ្នឹងហើយអញ្ចឹងយើងសាកទៅ run testing website ហ្នឹងយើង copy IP ហ្នឹងមុននឹង run ចឹងដែរយើងត្រូវមើលនៅក្នុង instance របស់យើងដែរនៅក្នុង security group តើយើងបាន allow ទៅលើ port លេខ80 port HTTP ហ្នឹងនៅយើងអត់ទាន់បើក allow ទេយើងត្រូវតែបើកសិនឥឡូវនេះអត់ទាន់បើកទេយើងចូលទៅកន្លែង launch wizard នេះយក security group ID មួយរបស់យើងមួយហ្នឹងមកហើយយើង indent inbound rule ឡើយនេះយើង allow បានតែ port លេខ22ទេដែលជា port របស់ AS port ហ្នឹងទេយើងបើក port HTTP មួយមក
port លេខ80ដែលយើង allow IP 00.0/0 ដែលយើង allow public IP ដែលយើងមកពីណាក៏បានដែរយើង save ហ្នឹងហើយយើង enter IP ហ្នឹងនេះគឺវា load ទៅលើwebsite ដែលយើងបាន hosting តាមជា Nginx មុនហ្នឹងហើយដែលយើង index file របស់យើងមុនហ្នឹង